ឡងនៃការសិក្សានគរបានថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងនឹងប្លង់នៃការសិក្សានគរបានតែមុននឹងខ្ញុំបង្ហាញសូមឲ្យបងប្អូនទាំងអស់គ្នាចុច follow ឬក៏ share បាននៅក្នុង page AMT Math ម្នាក់មួយបាទអូខេតោះអញ្ចឹងឥឡូវយើងមកមើលបាទប្លង់នៃការសិក្សានគរនេះគឺយើងចែកចេញជា3ធំបាទគឺទី1បាទនេះទី1របស់យើងនេះគឺដែនកំណត់បាទគឺដែនកំណត់អញ្ចឹងរាល់អានុគមទាំងអស់គឺសិតតែមានដែនកំណត់ដែលយើងត្រូវសិក្សាបាទតែបន្ទាប់មកទី2គឺទីដៅអត្ថិភាពនៃ F បាទជានៅក្នុងទីដៅអត្ថិភាពនៃ F នេះវារឿងមានការសិក្សាច្រើននេះទេតិចបាទគឺមានដល់ទៅចំណុចបាទ1 2 3 4 5 6 7បាទអញ្ចឹងទី1គឺសរសេរជារាងការដំណេករបស់មានបាទអញ្ចឹងបើអានុគមនឹងយើងអាចសរសេរជារាងការដំណេកបានយើងសរសេរមកតែបើអត់ទេយើងបាច់ធ្វើទេបាទហើយចំណុចទី2នេះគឺជាចំណុចដែលយើងមិនអាចរំលងបានគឺ derivative នៃ f បាទអាច derivative ទី1ឬ derivative ទី2បាទហើយនៅចំណុចនេះគេផ្ដោតសំខាន់ទៅលើ derivative ទី1បាទហើយអាហ្នឹងហើយបន្ទាប់មកគឺអ្វីដែលសំខាន់គឺបន្ទាប់ពីយើងកណនី derivative បានហើយគឺយើងត្រូវសិក្សាសញ្ញា derivative របស់វាបាទព្រោះសិក្សាដើម្បីអីគឺដើម្បីចង់ដឹងថាតើអានុគមរបស់យើងនឹងកើតចុះឬក៏យ៉ាងម៉េចអញ្ចឹងណាបាទហើយក៏ដល់ពេលដែលយើងបានសញ្ញា derivative នេះហើយក៏យើងត្រូវសិក្សាទៅលើអីបរិមាណភាពនៃ f បាទបរិមាណភាពនៃ f នេះវាមិនថារាល់អានុគមទាំងអស់ដែលមានបរិមាណភាពទេអានុគមខ្លះវាអាចអត់អាចមានតែស្រាយលើអានុគមទេបាទខ្ញុំមានន័យថាកន្លែងណាមានយើងធ្វើទៅតែណាអត់យើងធ្វើវាចឹងណាបាទតែតោះលីមីតចុងដែរបាទលីមីតចុងដែរនេះគឺអត់អាចរំលងដែរបាទព្រោះអានុគមគឺមានទាំងអស់ប៉ុន្តែគាត់ថាគេឲ្យនៅពេលប្រឡងអត់លុបអីអាលីមីតចុងដែរនេះជាច្រើនគេដាក់នៅសំណួរទី1សំណួរកដាក់នៅជាមួយដែនកំណត់នេះបាទហើយបន្តមកគឺចំណុចរបស់គឺស៊ីមតូតបាទចឹងយើងមើលទៅបាទអានុគមនឹងមានចំណុចរបស់វាស៊ីមតូតយើងរកវាទៅតែអត់យើងគិតថាมันទៅបាទហើយបន្តមកទៀតគឺតកតងតារាងអត្ថិភាពនៃ F តារាងអត្ថិភាពនៃ F នេះបើយើងគិតទៅគឺក៏អត់អាចអត់វាបានដែរគឺត្រូវតែសិក្សាវាបានអញ្ចឹងនេះគឺចំណុចទី2បាទចំណុចទី2គឺមាន6ចំណុចនេះបាទបន្តមកចំណុចទី3បាទនេះចំណុចទី3ចំណុចទី3គឺក្រាហ្វនៃអានុគមបាទជាក្រាហ្វអានុគមបាទក្រាហ្វនៃអានុគមនេះចង់និយាយពីពេលដែលយើងសិក្សាដល់ហើយយើងត្រូវការសង្ក្រាបបាទចឹងដើម្បីសង្ក្រាបអានុគមនឹងបានត្រឹមត្រូវគឺយើងសិក្សាពីក្រាហ្វរបស់វាបានត្រឹមត្រូវគឺទី1គឺយើងត្រូវរកខ្សែកង់កាត់ណាបាទខ្សែកង់កាត់ណាអញ្ចឹងយើងដឹងហើយអាចយើងមាន2អាចordinate និង axis អញ្ចឹងបើសិនជាក្រាហ្វផ្សេងរបស់យើងនេះកាត់axis អញ្ចឹងកាលណា y ស្មើ0អញ្ចឹងពេល y ស្មើ0យើងរកអីទៅអញ្ចឹងតម្លៃ x នឹងប្រហែលគឺក្រាហ្វយើងកាត់ប្រហែលហើយបាទហើយមួយទៀតកាលណា c កាត់ ordinate y ពី x បាទកាលណា x ស្មើ0អញ្ចឹងពេល x ស្មើ0យើងពីរក y ទៅបាទអញ្ចឹងអានេះគឺខ្សែកង់កាត់ណាតោះមកទៅចិត្តឆ្លោះឬអាចឆ្លោះចិត្តឆ្លោះឬអាចឆ្លោះនេះមានន័យថាអានុគមខ្លះមានអានុគមខ្លះអត់អីចឹងយើងមើលតាមស្ថានភាពជាក់ស្ដែងបាទហើយទៀតគឺចំណុចគឺតារាងជំនួយតារាងជំនួយនេះមានន័យថាឧទាហរណ៍ដូចគេឲ្យយើងសង់បន្ទាត់តកតអាស៊ីមតូត្រេតអញ្ចឹងវាជាបន្ទាត់អញ្ចឹងពេលបន្ទាត់គឺយើងត្រូវធ្វើអីយើងត្រូវប្រើតារាងជំនួយទៀតថាតារាងដៃលេខអញ្ចឹងណាបាទអញ្ចឹងប៉ុណ្ណឹងអញ្ចឹងទាំងអស់ហ្នឹងនេះទាំងអស់ហ្នឹងគឺជាប្លង់នៃការសិក្សាអានុគមដែលខ្ញុំសង្ខេបជូនបាទគឺប៉ុណ្ណឹងហើយរាល់អានុគមទាំងអស់ដែលខ្ញុំនិយាយខាងដើមអញ្ចឹងគឺវាតែងតែចូលនៅក្នុងប្លង់ហ្នឹងបាទតែគ្រាន់ថាចំណុចខ្លះយើងធ្វើចំណុចខ្លះយើងអត់ធ្វើដោយរៀងការណនិចអីអានុគមខ្លះមានអានុគមខ្លះអត់អញ្ចឹងបើអានុគមមានយើងធ្វើទៅបើអានុគមអត់មានយើងក៏កុំធ្វើវាទៅបាទអញ្ចឹងប៉ុណ្ណឹងទេបាទហើយជាចុងក្រោយសូមអរគុណហើយកុំភ្លេចចុច follow page AMT Math ហើយនឹងចុច share វីដេអូនេះម្នាក់មួយបាទសូមអរគុណសូមជម្រាបលា